ទីនេះរដ្ឋធានី Washington DC សហរដ្ឋអាមេរិកបណ្ដាញផ្សាយព័ត៌មានកម្ពុជាវិទ្យុ CMN សូមស្វាគមន៍លោកអ្នកនាងមិត្តអ្នកស្ដាប់ទាំងអស់នៅគ្រប់ទិសទីពេលនេះនាងខ្ញុំរស្មីរួមជាមួយនឹងអ្នកស្រីមឿងទុំសូមជូនកម្មវិធីផ្សាយនៅព្រឹកថ្ងៃសុក្រទី18ខែកក្កដាគ្រិស្តសករាជ2014ដែលត្រូវនឹងថ្ងៃ7រោចខែអាសាឍឆ្នាំមមីឆស័កពុទ្ធសករាជ2558តែលោកអ្នកនាងម្នាក់ស្ដាប់ជាទីមេត្រីនៅក្នុងអំឡុងពេល3ថ្ងៃមកនេះឃើញថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគឺកើនចំនួនដល់7រូបហើយនៃគណៈបកសង្គ្រោះជាតិដែលត្រូវអាជ្ញាធរនៃរដ្ឋាភិបាលឯកបករបស់លោកហ៊ុនសែននឹងចាប់ឃុំជាបន្តបន្ទាប់ដែលរងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានអំពើហិង្សាកាលពីថ្ងៃអង្គារទី15ខែកក្កដាឆ្នាំ2014ក្នុងគ្រាដែលមានអ្នកតំណាងរាស្ត្រនិងប្រជាពលរដ្ឋរាប់រយនាក់ទៅតវ៉ាសូមឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញនោះឡើងវិញចាដើម្បីជ្រាបច្បាស់ថាតើទង្វើរបស់រដ្ឋាភិបាលលោកហ៊ុនសែននេះជាការរំលោភទៅលើសុពលភាពឯកសិទ្ធិសភារបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិឬយ៉ាងណានោះគឺយើងខ្ញុំសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់បទសម្ភាសន៍ថ្មីមួយចាដែលលោកបណ្ឌិតគុជច័ន្ទលីអ្នកវិភាគឯករាជ្យប្រចាំតំបន់រដ្ឋធានី Washington DC សហរដ្ឋអាមេរិកថ្លែងបំភ្លឺតបចំពោះសំណួររបស់នាងខ្ញុំមឿងទុំទៅតាមលំដាប់ដូចតទៅនេះតែជាបឋមនាងខ្ញុំសូមជម្រាបសួរលោកគុជច័ន្ទលីចាជម្រាបសួរលោកបាទសូមជម្រាបសួរអ្នកស្រីមឿងទុំចាសំណួរជាដំបូងរបស់នាងខ្ញុំគឺសូមអញ្ជើញលោកពន្យល់ជូនលោកអ្នកស្ដាប់ឲ្យបានជ្រាបមើលថាតើបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិដែលរងការចាប់ឃុំជាបន្តបន្ទាប់នោះអាចចាត់ថាជាអ្នកតំណាងរាស្ត្រមានសុពលភាពពេញលេញបានទេចាបាទមុននឹងឆ្លើយខ្ញុំសូមសម្ដែងសេចក្តីសោកស្ដាយដែលសភាតំណាងរាស្ត្រខាងគណៈបកសង្គ្រោះជាតិបានត្រូវប្រឈមមុខនឹងហេតុការណ៍មិនល្អនៅក្នុងប្រទេសខ្មែរយើងហើយសោកស្ដាយខ្លាំងដែលឈាមខ្មែរហើយនិងខ្មែរត្រូវស្រកហូរលើធរណីនៃមាតុភូមិរបស់ខ្លួនថាជាថ្មីម្ដងទៀតពុំចេះចាប់ពុំចេះហើយដូច្នេះម្យ៉ាងទៀតខ្ញុំសូមប្រសិទ្ធពរបូសូឲ្យសភាតំណាងរាស្ត្រហើយនិងសកម្មជនការពារសិទ្ធិមនុស្សរបស់នៅក្នុងប្រទេសខ្មែរយើងបានប្រកបទៅដោយសុវត្ថិភាពនិងមានសុខុមាលភាពល្អជាចំពោះចម្លើយដែលថាតើតំណាងរាស្ត្រជាប់ឆ្នោតខាងគណៈបកសង្គ្រោះជាតិតែ5នាក់ហើយនិងសកម្មជនទៀតនឹងមានឯកសិទ្ធិជាតំណាងរាស្ត្រនេះជាពិសេសគឺខាងតំណាងរាស្ត្រខាងគណៈបកសង្គ្រោះជាតិខ្ញុំសូមឆ្លើយថាលោកទាំងអស់គ្នាទាំងលោកស្រីដែលបានជាប់ត្រូវគេចាប់ចោលនោះសិទ្ធិជាអ្នកដែលមានអភ័យឯកសិទ្ធិតំណាងរាស្ត្រទាំងអស់គ្នាហើយសិទ្ធិជាមានឋានៈមានសុពលភាពជាតំណាងរាស្ត្រជាប់ឆ្នោតពេញលេញត្រឹមត្រូវហើយស្របតាមគោលការណ៍នៃការបោះឆ្នោតនៅក្នុងលក្ខណៈប្រជាធិបតេយ្យនិយមបាទនេះគឺការយកឃើញរបស់ខ្ញុំពីព្រោះការបោះឆ្នោតបានប្រព្រឹត្តដោយទៅហើយរាស្ត្រប្រជាចំនួនរាប់លានអ្នកបានបោះឆ្នោតជូនអស់លោកតំណាងរាស្ត្រទាំងអស់នោះដូច្នេះហើយគេសុទ្ធតែជាអ្នកតំណាងរាស្ត្រដោយស្របច្បាប់ស្របតាមលក្ខខណ្ឌគេប្រមាណជាអ្នកលួចសម្រាប់ឆ្នោតជាអ្នកបន្លំឈ្មោះឬក៏ជាអ្នករត់ចូលមកធ្វើជាតំណាងរាស្ត្រដោយអត់មានហេតុអត់មានផលទេបាទចាសូមបញ្ជាក់បន្ថែមដូច្នេះបើទោះបីជាអ្នកតំណាងរាស្ត្រទាំង5រូបជាបូក2រូបថែមទៀតហើយឥឡូវនេះ7រូបដែលត្រូវចាប់ឃុំក៏ដូចជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិ48រូបទៀតនោះនៅមិនទាន់បានចូលស្បត់ទៅបំពេញកិច្ចការពេញលេញនៅក្នុងសភាក្តីក៏លោកស្រីទាំងអស់នោះនៅតែមានសុពលភាពពេញលេញជាអ្នកតំណាងរាស្ត្រដូចអ្នកតំណាងរាស្ត្រ68រូបទៀតនៃបកកណ្ដាលអំណាចដែរមិនចឹងលោកណាចាឋានៈរបស់គេជាតំណាងរាស្ត្រជាប់ឆ្នោតគឺបានទទួលមកពីប្រជាពលរដ្ឋខ្មែរដែលជាអ្នកម្ចាស់សិលឹកឆ្នោតដែលជាបានបោះឆ្នោតប្រកួតជូនអស់លោកទាំងអស់នោះបាទគឺថាគេសុទ្ធតែបានទទួលជាតំណាងរាស្ត្រជាប់ឆ្នោតនោះដោយសារសិលឹកឆ្នោតដែលរៀបចំឡើងដោយការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ2013នោះបាទចាក៏ប៉ុន្តែលោកផៃសិផានអ្នកនាំពាក្យនៃរដ្ឋាភិបាលនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកបានអះអាងថាអាជ្ញាធរបានចាប់ខ្លួនក្រុមអ្នកប្រព្រឹត្តបទល្មើសនិងបុគ្គលដែលមិនសហការជាមួយនឹងអាជ្ញាធរដើម្បីបញ្ជៀសចាអំពើហិង្សាគឺមិនមែនចាប់អ្នកតំណាងរាស្ត្រទេចាហើយលោកផៃសិផាននឹងបានបញ្ជាក់ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ផ្សាយកាលពីថ្ងៃទី16ខែកក្កដាឆ្នាំ2014នេះបន្តថាបេក្ខជនទើបតែជាប់ឆ្នោតមិនទាន់មានសុពលភាពជាអ្នកតំណាងរាស្ត្រទេចាតើលោកយល់យ៉ាងម៉េចដែរចំពោះប្រសាសន៍របស់លោកផៃសិផាននេះចាសូមអញ្ជើញមានប្រសាសន៍ពន្យល់ផ្ដោតទៅលើលក្ខខណ្ឌច្បាប់ដែលត្រឹមត្រូវជាក់លាក់នោះចាបាទចំពោះ
សម្ដីមកភ័យសភានឹងខ្ញុំមិនសូវឲ្យតម្លៃប្រហែលទេពីព្រោះខ្ញុំយកឃើញថាមុខនីតិរបស់គាត់ដែលរត់ចូលទៅធ្វើការបម្រើក្រុមខ្មែរក្រហមនេះក្នុងគោលបំណងពុករលួយបំផ្លាញជាតិហើយនឹងបម្រើសមាជិកតាលោកលន់សម័យធ្វើរបស់ខ្លួននៅក្នុងប្រទេសខ្មែរដូចជាជនជាតិអកានិយមមួយចំនួនចឹងដែរដូច្នេះហើយភារកិច្ចរបស់គាត់គឺនិយាយយ៉ាងណាដើម្បីបម្រើផលប្រយោជន៍គណៈបកប្រជាជនទាំងដែរចំពោះសម្ដីដែលភ័យសភានឹងនិយាយថាដំណើររាជទៅខាងគណៈបកប្រជាជនពុំមានស្ពតទៀតនឹងគឺថាជាការនិយាយដោយគ្មានសំតាំងទៅលើភាពចំហេតុផលដោយការរច្បាប់នោះទេខ្ញុំសូមឆ្លើយបញ្ជាក់សារឡើងវិញថាបន្ទាប់ពីការបោះឆ្នោតត្រៀមជាតិនៅខែកក្កដាឆ្នាំ2013នោះមកលោកខៀវកញ្ញាបានប្រកាសមុនគណៈកម្មការរៀបចំការបោះឆ្នោតទៀតថាសភាខាងគណៈបកប្រជាជននឹងមាន68ព្រាមហើយគេបន្តឲ្យខាងគណៈបក្សប្រជាជាតិទៅ55នោះទេនេះជាសម្ដីរបស់ខៀវកញ្ញាដែលជាមន្ត្រីក្រសួងពុទ្ធសាសនាជាតិដូច្នេះតើ55នាក់ទៀតនោះมันគឺជាតំណាងរាស្ត្រដែលខៀវកញ្ញាតំណាងឲ្យរដ្ឋាភិបាលបានទទួលស្គាល់នោះទេឬយ៉ាងណានៅក្នុងករណីបើកអង្គប្រជុំសភាលើកទី1នៅទៀតតោលោកហេងកំរិនដែលជាប្រធានសភានោះបានប្រកាសទទួលស្គាល់តំណាងរាស្ត្រក្នុងសភានោះទាំងអស់មាន123នាក់គាត់និយាយហ្នឹងដើម្បីឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញក៏ប៉ុន្តែពុំមានវត្តមានទាំង123នាក់នេះមកចូលនៅក្នុងសភានោះទេគាត់អនុវត្តទៅតាមនិយមន័យមួយដែលគាត់ថាប្រជាការនៅក្នុងសភានេះលើកយកឈ្មោះទាំង120នាក់ហ្នឹងមកអានដើម្បីឲ្យទាំង120នាក់ហ្នឹងខ្លាយទៅជាសភាតំណាងរាស្ត្រដែលមានសុពលភាពគ្រប់គ្រាន់នេះវាផ្ទុយពីនឹងអ្វីដែលលោកផៃសភានេះគាត់បាននិយាយនឹងមកផងដូច្នេះហើយសភាខាងគណៈបក្សសង្គ្រោះជាតិទាំង55ដែលនៅសេសសល់ពីតបពីការដែលខាងគណៈបក្សប្រជាជនក្រលុបបន្លំនេះគាត់ទៅជាសភាដែលស្របច្បាប់ហើយបានទទួលស្គាល់ទាំងប្រធានសភានឹងផងហើយទាំងមន្ត្រីក្រសួងទស្សនកិច្ចនោះផងបាទតែខាងរដ្ឋាភិបាលលោកថាគ្មានសុពលភាពនៅឡើយទេពីព្រោះបេក្ខជនតំណាងរាស្ត្រពីខាងបកប្រឆាំងឲ្យលោកស្រីទាំងនោះនៅមិនទាន់បានចូលស្បត់ធ្វើសច្ចាប្រណិធាននៅក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហមុនីដោយអ្នកតំណាងរាស្ត្រពីបកកាន់អំណាច68រូបដែលបានចូលស្បត់តាំងពីថ្ងៃទី23ខែកញ្ញាឆ្នាំ2013នោះមកទេចា៎បើយើងនិយាយអំពីភាពស្របច្បាប់ឬសុពលភាពតំណាងរាស្ត្រនៅក្នុងប្រទេសខ្មែរវិញបើយើងឆ្លុះបញ្ចាំងទៅលើមាត្រានីមួយៗនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសខ្មែរយើងគឺសភាតំណាងរាស្ត្រទាំងអស់សុទ្ធតែខុសច្បាប់ទាំងអស់គ្នាបើសិនជាយោងទៅតាមពាក្យសម្ដីអ្នកនាំពាក្យនៃរដ្ឋាភិបាលខាងគណៈបព្វជិជនទាំងតំណាងរាស្ត្រ68នោះក៏អត់ស្របច្បាប់ដែរហើយទាំងព្រះមហាក្សត្រដែលយើងទៅធ្វើអធិបតីភាពទៅលើតំណាងរាស្ត្រដែល68រូបនោះក៏ខុសច្បាប់ដែរបាទតើលោកអាចបញ្យល់បង្ហាញនៅចំណុចសំខាន់ដែលលោកអះអាងថាខុសច្បាប់នៅគ្រប់ស្ថាប័នជាតិកម្ពុជាទាំងនោះបានទេចា៎យោងតាមច្បាប់រដ្ឋធម្មនុញ្ញចែងមកថាប្រទេសខ្មែរយើងគឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបកប៉ុន្តែបន្ទាប់ពីការបោះឆ្នោតមកយើងឃើញថាវាមានតែបកតែមួយទេតែពាក្យថាបកតែមួយឯកបកនេះគឺវាខុសផ្ទុយគ្នានឹងពាក្យថាពហុបកដូច្នេះអាកន្លែងថាឯកបកនេះវាខុសពីច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសខ្មែររួចទៅហើយម្យ៉ាងទៀតព្រះមហាក្សត្រដែលយើងទៅធ្វើអធិបតេយ្យភាពនៅក្នុងការបើកអង្គប្រជុំសភាលើកទី1នោះក៏ខុសច្បាប់ដែរពីព្រោះព្រះអង្គធ្វើអធិបតេយ្យភាពទៅឲ្យទៅខាងគណៈបកតែមួយជាហើយព្រះអង្គគុំអនុវត្តទៅតាមរដ្ឋធម្មនុញ្ញដែលចែងមកថាព្រះមហាក្សត្រគឺជាអាជ្ញាកណ្ដាលនៅក្នុងការបដិបត្តិឬក៏ទាមទារខាងបកណាមួយផ្សេងដើម្បីឲ្យមានយុត្តិធម៌ព្រះអង្គពុំបានរកយុត្តិធម៌នៅកន្លែងនេះទេប្រាប់តែយើងទៅធ្វើជាអធិបតេយ្យរបស់គណៈបកនោះតែម្ដងសូមរំលឹកជូនថាសភាឯកបកក្រុងភ្នំពេញបានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី23ខែកញ្ញាឆ្នាំ2013ចាហើយបែរមកសំណួរបន្តចាតើព្រះមហាក្សត្រតំណាងស្ថាប័នកំពូលបំផុតនោះតើព្រះអង្គគ្មានសិទ្ធិអ្វីនឹងសម្រេចដោយអត្តនោម័តទេឬក៏យ៉ាងម៉េចចាបើយើងនិយាយពីរបបរាជានិយមវាមានពីរលក្ខណៈមួយគេហៅថា absolute monarchy មួយគេហៅថា constitutional monarchy តែមកថារបបរាជានិយមផ្ដាច់មុខហើយនៅរបបរាជានិយមអាស្រ័យធម្មនុញ្ញព្រះរាជានៃប្រជាណាចក្រកម្ពុជាយើងសប្តាហ៍គឺគេហៅថាព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញព្រះអង្គទៅអនុវត្តតាមរដ្ឋធម្មនុញ្ញដែលបានចែងមកហើយព្រះអង្គទៅមានមុខនីតិមួយចំនួនយ៉ាងធំសម្រាប់រក្សាការពារបូរណភាពទឹកដីសាមគ្គីភាពជាតិរោគយុត្តិធម៌រវាងភាគីមួយអ្វីគ្រប់សពបែបយ៉ាងប៉ុន្តែយើងឃើញថាព្រះមហាក្សត្រថ្ងៃលោកពុំអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនេះទេតែខ្លួនព្រះអង្គក៏ស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញនេះដែរដល់តែនិយាយអំពីភាពស្របច្បាប់នៅក្នុងប្រទេសខ្មែរយើងវិញណាអ្វីទាំងអស់ទៀតវាអត់មានច្បាប់ទេច្បាប់នៅលើសម្ដីទៅលើមាត់របស់បុគ្គលប្រជានិយមតែម្នាក់ប៉ុណ្្នឹងឯងបាទ
ចាំបើយោងទៅតាមស្ថានភាពនយោបាយនៅកម្ពុជាក្នុងពេលនេះតើសភាឯកបកក្រុងភ្នំពេញដែលមានតែអ្នកតំណាងរាស្ត្រ68រូបពីបកកាន់អំណាចគណៈបកប្រជាជនកម្ពុជានោះតើសភានេះអាចដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទាំងអស់ដែលរងការចាប់ខ្លួនជាបន្តបន្ទាប់មកនេះ7រូបនោះញ៉ាំដើម្បីឲ្យតុលាការកាត់ទោសបានទេចាចាំបើគិតពីភាពស្របច្បាប់ជាក់លាក់នោះវិញបាទបើសិនជាប្រទេសខ្មែរយើងជាប្រទេសមានច្បាប់មានទម្លាប់មានយុត្តិធម៌ប៉ុន្តែយើងដឹងថាប្រទេសខ្មែរអត់មានច្បាប់អត់មានទម្លាប់អត់មានយុត្តិធម៌អ្វីដែលខាងគណៈបកប្រជាជនគេពោលគេអះអាងក្រែមចាត់ពុកកុហកបោកប្រាស់ប្រជាពលរដ្ឋទៅនឹងឯងចំពោះការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ដើម្បីឲ្យតុលាការនឹងយកទៅកាត់ទោសយកទៅអនុវត្តតាមនីតិវិធីទាំងឡាយផ្សេងៗទោះតាតែតំណាងរាស្ត្រទាំងអស់នឹងត្រូវបានគេដកអភ័យឯកសិទ្ធិបានចំពោះតំណាងរាស្ត្រដែលទាំង7រូបដែលត្រូវបានគេចាប់គេចងយកទៅដាក់គុកព្រៃសររំហើយនេះគឺថាគេពុំអាចដកអភ័យឯកសិទ្ធិរបស់គាត់បានទេហើយនេះបើយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញខ្មែរដែលបានចែងរំហើយគេអាចដកបាននៅទោះតាតែមានសភាតំណាងរាស្ត្រចំនួន2/3នៃចំនួនទាំងអស់123ដែលនៅក្នុងសភាតំណាងរាស្ត្រនៃប្រជាណាចក្រកម្ពុជាហើយក្នុងករណីដែលគេរកឃើញផុសតាំងជាក់ស្ដែងពុំអាចប្រកែកបាននៅអំពើអក្រិតកម្មដែលតំណាងរាស្ត្រណាម្នាក់បានធ្វើហើយត្រូវគេចាប់បានដូចជាបានប្រព្រឹត្តអំពើពុករលួយដូចជាបានបោកបររថយន្តមកប្រជាពលរដ្ឋស្លត្រង់ស្លាប់ហើយបើរត់គេចេញទៅនឹងគឺថាសុទ្ធតែជាអំពើអក្រិតកម្មដែលពុំអាចប្រកែកបានគេត្រូវយកបកគោធម៌នេះមកកាត់ទោសបើសិនជាគេស្វែងរកឃើញភាពជាក់ស្ដែងនៅក្នុងការអនុវត្តកិច្ចការរបស់ខ្លួនដែលគេយកឃើញជាបទអក្រិតហើយគេត្រូវបានទទួលសម្លេង2/3នៅក្នុងសភាសិនដែលជាដកអភ័យឯកសិទ្ធិទាំងអស់នោះបាន2/3នៅក្នុងសភាទាំង123ហ្នឹងគឺថា80ផ្លាយអ្នកជាងទៅជា68អ្នករបស់គណៈបកប្រជាជនហ្នឹងគឺថាពុំអាចយកមកជាបានការបានទេអាហ្នឹងបើសិនជាគេចង់អះអាងថាប្រទេសខ្មែរនេះជាប្រទេសមានច្បាប់បើសិនជាគេដកអភ័យឯកសិទ្ធិតំណាងរាស្ត្រទាំងអស់ទាំង7អ្នកនឹងដោយការចោទប្រកាន់របស់គេនឹងមែនគឺថាគេរំលោភលើច្បាប់ហើយគេបង្ហាញខ្លួនគេថាគេជាអ្នកផ្ដាច់ការនិយមហើយប្រទេសខ្មែរជាប្រទេសផ្ដាច់ការនិយមជាប្រទេសដែលបម្រើផលប្រយោជន៍បរទេសទាំងស្រុងហើយសុទ្ធតែដឹកនាំកាន់កាប់អំណាចប្រជាជនក្បត់ជាតិពុំមានច្បាប់ពុំមានទម្លាប់ទេអានឹងខ្ញុំនិយាយអំពីច្បាប់ទម្លាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាយើងចតាលោកយល់យ៉ាងណាដែរចំពោះការតស៊ូមតិនិងការលះបង់របស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបកសង្គ្រោះជាតិដែលរងការចាប់ឃុំជាបន្តមកនេះបាទមិនដំបងយើងសរសើរដល់វីរភាពរបស់តំណាងរាស្ត្រទាំងអស់ហ្នឹងដែលហ៊ានពុះទាឧបសគ្គដើម្បីប្រទេសជាតិដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋរបស់ជាតិចានាងខ្ញុំសូមឆ្លៀតជម្រាបលោកអ្នកនាងមិនអ្នកស្ដាប់ផងដែរថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង55រូបនៃគណៈបកសង្គ្រោះជាតិនឹងលោកមានប្រាក់ខែចាដែលលោកហេងសំរិនប្រធានសភាកំពុងតម្កល់ទុករងចាំតែលោកស្រីទាំងអស់នេះចូលរួមក្នុងសភានោះសភាក្រុងភ្នំពេញនឹងបើកជូនឲ្យភ្លាមចាប្រាក់ខែទាំងនោះសូមជ្រាបថាមានដល់ទៅប្រមាណ$2,500អាមេរិកក្នុងមួយខែចាក៏ប៉ុន្តែវីរភាពលះបង់ដ៏អង់អាចរបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង55រូបនៃគណៈបកសង្គ្រោះជាតិក្នុងគ្រាដែលពួកគាត់នឹងមិនមែនជាមហាសេដ្ឋីទេចាហើយម្នាក់នឹងមានជីវភាពដូចតែប្រជាពលរដ្ឋខ្មែរសាមញ្ញដែរគឺលោកស្រីគឺមិនទទួលយកប្រាក់ខែនេះទេសុខចិត្តបន្តមិនចូលរួមក្នុងសភាពីព្រោះលោកទាំងអស់នោះយល់ថាដើម្បីគុំទៅជួយប្រថាប់ត្រាឲ្យសភានិងរដ្ឋាភិបាលឯកបកនោះឲ្យคล้ายជាស្របច្បាប់ព្រោះថាបើជួយឲ្យស្របច្បាប់នោះគឺច្បាស់ជាលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនេះបន្តបណ្ដោយឲ្យរដ្ឋាភិបាលយួននឹងលេបទឹកដីខ្មែរនឹងបានទាំងស្រុងចានៅក្នុងសតវត្សទី21នេះហើយចានេះជាជំហរទប់ស្កាត់របស់អ្នកតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិសុខចិត្តមិនទទួលប្រាក់ខែហើយមិនចូលទៅក្នុងសភាខ្ញុំជឿថាស្មារតីរបស់អស់លោកតំណាងរាស្ត្រដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យហ្នឹងបានធ្វើហ្នឹងគឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ក្រុមគ្រួសាររបស់ខ្លួនទេគឺដើម្បីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសហើយគាត់ជាតំណាងរាស្ត្រដែលប្រជាពលរដ្ឋរាប់ម៉ឺនរាប់លានអ្នកបានបោះឆ្នោតឲ្យហ្នឹងគាត់ធ្វើការដើម្បីបម្រើដើម្បីទាមទាររកសិទ្ធិសេរីភាពហើយសេរីភាពយើងដឹងហើយថាជាពិសេសនៅក្នុងរបបប្រជានិយមគេពុំដែលឲ្យយើងទាមទារបានដោយធូរដោយស្រួលដោយសន្តិភាពទេតែតែមានការពិបាកតែតែឆ្លងកាត់នៅឧបសគ្គធ្ងន់ធ្ងរខ្លាំងណាស់ចាដើម្បីដោះស្រាយបញ្ហានេះតើលោកមានអនុសាសន៍សំខាន់អ្វីខ្លះដើម្បីឲ្យខ្មែរអ្នកជាតិនិយមក្រុមអ្នកប្រជាធិបតេយ្យទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាបកប្រឆាំងនឹងត្រូវធ្វើជាបន្ទាន់នោះចាបាទមិនដំបូងខ្ញុំសូមឲ្យយុវជនយុវនារីខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេងទាំងប្រតង់ទាំងអង្គការស៊ីវិលអង្គការគ្រប់
ជាន់ថ្នាក់ទាំងអស់ហ្នឹងជុំជ្រែងដំកើងនៅសកម្មភាពស្វែងរកយុត្តិធម៌ស្វែងរកសេរីភាពជូនតំណាងរាស្ត្រដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យនោះផងពីព្រោះជិះមើលទៅឃើញតែសកម្មភាពរបស់គាត់គឺបម្រើប្រយោជន៍សាធារណៈបម្រើផលប្រយោជន៍ជាតិមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់នោះទេដូច្នេះហើយគឺថាបើសិនជាគេហ៊ានដាក់បងតំណែងយើងក៏ត្រូវតែហ៊ានដាក់បងអ្នកបន្តិចដើម្បីការពារនោះផងដែរអនុសាសន៍ម្យ៉ាងទៀតគឺថាអ្នកនៅខាងក្រៅប្រទេសត្រូវធ្វើបដកម្មនៅគ្រប់ស្ថានទូតទាំងអស់ដើម្បីឲ្យគេរកយុត្តិធម៌ជូនដល់តំណាងរាស្ត្រទាំងអស់គ្នាឲ្យបានរួចផុតពីការចោទប្រកាន់នោះពីរដ្ឋាភិបាលនៃគណៈបកប្រជាជនផង ចាសូមឆ្លៀតជម្រាបផងដែរថាព័ត៌មានចុងក្រោយដែលយើងខ្ញុំទទួលបាននោះគឺថាខ្មែរអ្នកជាតិនិយមរាប់ពាន់អ្នកនៅក្រៅប្រទេសចារួមមាននៅសហរដ្ឋអាមេរិកនៅប្រទេសបារាំងកាណាដានៅទ្វីបអឺរ៉ុបនិងនៅប្រទេសអូស្ត្រាលីជាដើមចាគ្រោងនឹងរួមគ្នានៅតាមប្រទេសនីមួយៗនឹងដែលពួកគាត់កំពុងរស់នៅនឹងដោយចេញធ្វើបាតុកម្មផ្ដើមពីថ្ងៃសុក្រនេះតទៅគឺធ្វើស្របពេលគ្នានឹងប្រទេសដទៃឬក៏ធ្វើបន្តបន្ទាប់នៅជុំវិញពិភពលោកដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាវិបត្តិកម្ពុជាដែលកំពុងធ្លាក់ធ្ងន់ធ្ងរនៅពេលនេះផងចា៎ពេលនេះនាងខ្ញុំសូមបែរមកលោកគុជច័ន្ទលីវិញសូមអញ្ជើញលោកមានប្រសាសន៍បន្តអំពីអនុសាសន៍សំខាន់មានអ្វីបន្ថែមទៀតទេចា៎អនុសាសន៍មួយទៀតគឺថាต้องតាក់ទងទៅដល់ប្រទេសមហាជំនួយទាំងអស់ឲ្យគេបានឃើញបានយល់ឲ្យគេពិនិត្យមើលអំពីភាពខុសខើភាពខុសច្បាប់សាហាវព្រៃផ្សៃដែលរដ្ឋាភិបាលនៃគណៈបកប្រជាជននឹងគេបានធ្វើទៅលើតំណាងរាស្ត្រដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យត្រឹមត្រូវនោះផងបាទចាវិទ្យុ CMN សូមថ្លែងអំណរគុណចំពោះសេចក្តីបញ្យល់ក្បោះក្បាយនៅទស្សនៈរបស់លោកគុជច័ន្ទលីចាសូមអរគុណលោកសូមអរគុណសូមជម្រាបលាចាសូមជម្រាបលា